សំប្រាក់ពេលដែលយើងនិយាយគឺងាយស្រួលប៉ុន្តែនៅពេលដែលយើងធ្វើគឺវាពិបាកថ្ងៃនេះចង់ប្រាប់បងប្អូនពីចំណុចមួយចំនួនដែលអាចជួយយើងបង្កើតទម្លាប់ក្នុងការសន្សំប្រាក់បានចំណុចទី1គឺយើងត្រូវបង្កើតគោលដៅសន្សំប្រាក់តើយើងបង្កើតការសន្សំប្រាក់ដើម្បីអីមិនន័យថាយើងមានគោលបំណងអីក្នុងការសន្សំប្រាក់នឹងអាចជាការដែលយើងចង់ទិញផ្ទះទិញឡានឬក៏ដំណើរកម្សាន្តផ្សេងតាមពិតទៅការកំណត់គោលដៅបែបហ្នឹងគឺជួយឲ្យយើងមានចិត្តរឹងមាំក្នុងការសន្សំប្រាក់យើងអាចកំណត់គោលដៅពីតូចតិចទៅតាមលទ្ធភាពរបស់យើងចំណុចទី2គឺយើងត្រូវដកប្រាក់សន្សំមុនចំណាយប្រាក់ដែលយើងរកបានត្រូវតែដកទុកសិននៅសល់ចំនួនដែលនៅសល់ពីការសន្សំទើបយើងចំណាយតាមក្រោយបងប្អូនអាចដកពី5ទៅ10%តាមចំណូលដែលបងប្អូនរកបានចំណុចទី3ត្រូវកត់ត្រារាល់ចំណាយជាប្រចាំធ្វើបែបនេះជួយឲ្យយើងដឹងថាតើប្រាក់ដែលយើងរកបានហ្នឹងឬក៏ប្រាក់ដែលយើងចាយហ្នឹងតើយើងចាយទៅលើអីខ្លះចាយទៅលើរបស់ណាដែលចាំបាច់និងចាយទៅលើរបស់ណាដែលមិនចាំបាច់អញ្ចឹងលើកក្រោយយើងអាចកាត់បន្ថយចំណាយដែលយើងគិតថាមិនចាំបាច់បានចំណុចទី4វាពាក់ព័ន្ធនឹងចំណុចទី3គឺត្រូវតែកាត់បន្ថយឲ្យបាននៅរាល់ចំណាយដែលជាចំណាយតូចតាចហើយមិនចាំបាច់ដូចជាការដែលយើងនៅសុកទៅទិញរបស់តាមអនឡាញដែលយើងអត់មានផែនការទិញសោះយើងអូសទូរស័ព្ទចុះឡើងឃើញយើងចាប់ផ្ដើមកំងទិញហើយមានចំណុចជាច្រើនទៀតដែលបងប្អូនដឹងខ្លួនឯងថាតើនឹងជារបស់ដែលចាំបាច់ត្រូវចំណាយឬក៏ទី5ធ្វើឲ្យការសន្សំនឹងคล้ายជាទម្លាប់បងប្អូនអាចកំណត់ជាចំនួនទឹកប្រាក់និងពេលវេលាជាក់លាក់ណាមួយដូចជាការសន្សំប្រចាំថ្ងៃប្រចាំសប្តាហ៍ឬក៏ប្រចាំខែតាមចំនួនទឹកប្រាក់ដែលបងប្អូនរកបានបងប្អូនត្រូវបង្កើតទម្លាប់នេះរហូតដល់បងប្អូនមានអារម្មណ៍ថាបើបងប្អូនអត់បានសន្សំគឺអត់អស់ចិត្តទេ